បាទសូមអរគុណថ្ងៃនេះក្រសួងបានរៀបចំការប្រជុំមួយស្ដីពីការត្រៀមរៀបចំការប្រកួតកីឡាសិល្បៈសិក្សាថ្នាក់ជាតិឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី1ដល់ថ្ងៃទី9ខែឧសភាឆ្នាំ2026នៅរាជធានីភ្នំពេញហើយការប្រកួតរបស់យើងថ្ងៃទី1គឺថ្ងៃមកដល់នៃប្រតិភូកីឡាហើយពេលរសៀលនឹងមានការប្រជុំរួមជាមួយនឹងប្រតិភូក៏ដូចជាសហព័ន្ធកីឡាជាតិនៅថ្ងៃទី1ខែឧសភានេះហើយថ្ងៃទី2ខែឧសភាពេលព្រឹកគឺចាប់ដើមប្រកួតដំណើរការប្រកួតតាមទីលានដែលយើងមានច្រើនទីលានមាន13ទីតាំងបាទនៅក្នុងហុកកីឡាដ្ឋានជាតិអូឡ িম্প ិកក៏ដូចជាទីលានតាមផ្សេងតាមប្រភេទកីឡានីមួយៗហើយនៅរសៀលថ្ងៃទី2ខែឧសភាឆ្នាំ2026យើងនឹងរៀបចំពិធីបើកការប្រកួតផ្លូវការនៅក្នុងវិមានពហុកីឡាដ្ឋានជាតិអូឡ িম্প ិកម៉ោង3រសៀលហើយនឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជានិងเพจផ្លូវការមួយចំនួនទៀតបាទហើយសម្រាប់ដំណើរការប្រកួតរបស់យើងគឺបន្តរហូតដល់ថ្ងៃទី9ខែឧសភាឆ្នាំ2026ហើយនឹងពេលរសៀលថ្ងៃទី9ខែឧសភាយើងនឹងរៀបចំពិធីបិទការប្រកួតនៅក្នុងវិមានពហុកីឡាដ្ឋានជាតិអូឡ িম্প ិកកម្ពុជាហើយក្នុងនោះគណៈកម្មការបានផ្សព្វផ្សាយពីកន្លែងស្នាក់នៅរបស់កីឡាករកីឡាការិនីរបស់យើងគឺកន្លែងស្នាក់នៅគឺយើងបានរៀបចំសន្តាគារបាទសន្តាគារមាន10ទីតាំងដែលនៅក្នុងជុំវិញពហុកីឡាដ្ឋានជាតិអូឡ িম্প ិករបស់យើងនេះហើយការហូបចុករបស់កីឡាករកីឡាការិនីក៏ដូចជាគ្រូបង្វឹកគឺយើងស្នាក់នៅឧទាហរណ៍ថាស្នាក់នៅសន្តាគារ Lucky Star ឈុកទឹកគឺការហូបចុកនៅទីនោះតែម្ដងគឺងាយស្រួលសម្រាប់ពួកគាត់ហើយការហូបចុកនៅខាងកើត Start Olympic នេះគឺយើងមានរៀបកន្លែងហូបចុកស្នាក់នៅទីនោះតែម្ដងអញ្ចឹងយើងបានត្រៀមលក្ខណៈរួចរាល់ហើយការដឹកជញ្ជូនគឺយើងមានរថយន្តដឹកជញ្ជូនពីកន្លែងស្នាក់នៅហូបចុកទៅកន្លែងប្រកួតហើយនឹងត្រឡប់មកវិញហើយវិធានការសុខាភិបាលក៏យើងមានរួចហើយគឺយើងបានស្នើសុំទីសុខាភិបាលរាជធានីភ្នំពេញដើម្បីសហការយើងមានរថយន្តពេទ្យសង្គ្រោះតាមទីលានប្រកួតក៏ដូចជានៅប្រចាំការនៅកន្លែងស្នាក់នៅរបស់កីឡាករកីឡាការិនីហើយទីលានប្រកួតក៏យើងមានកងកម្លាំងសន្តិសុខដើម្បីរក្សាសុខសុវត្ថិភាពជូនកីឡាករកីឡាការិនីដូចគ្នាបាទអរគុណសម្រាប់ឆ្នាំនេះគឺចំនួនគឺកើនឡើងពីឆ្នាំមុនឆ្នាំនេះគឺមានដល់2689នាក់គឺកើនតិចតួចទេដោយសារចំនួនប្រភេទកីឡាគឺនៅប្រហាក់ប្រហែលគ្នាហើយគោលបំណងសំខាន់របស់ការប្រកួតនឹងគឺទី1បំផុសសកម្មភាពអប់រំកាយកីឡារបស់សិស្សនិស្សិតតាមគឺស្ថានធម្មសិក្សាដើម្បីឲ្យគាត់ជំរុញការលេងកីឡាហើយបង្កើនទៅជាគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺយុវជនអ្នកចេះលេងកីឡាមួយប្រភេទយ៉ាងតិចចាំជីវិតអញ្ចឹងកាលណាយើងមានការប្រកួតពួកគាត់ខំប្រឹងវឹកហាត់ពីសាលាមកបាទវឹកហាត់ពីសាលាមកហើយយើងមានការប្រកួតថ្នាក់រាជធានីខេត្តបាទការប្រកួតរាជធានីខេត្តគេរៀបចំការប្រកួតកម្រិតរាជធានីខេត្តហើយបានរាជធានីខេត្តជ្រើសរើសយកមកប្រកួតថ្នាក់ជាតិនេះអញ្ចឹងគឺកាលណាមានការប្រកួតថ្នាក់ជាតិបែបនេះគឺការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីគឺមានតាំងពីកម្រិតសាលារៀនមកម្លេះហើយក្នុងនោះសហព័ន្ធនឹងជ្រើសរើសបានកីឡាករកីឡាការិនីល្អដើម្បីចូលនៅក្នុងក្រុមថ្នាលក្រុមជម្រើសជាតិជាបន្តបន្ទាប់បាទសម្រាប់ប្រៀបធៀបពីឆ្នាំកន្លងទៅគឺយើងមានការប្រកួតដូចគ្នាដែរប៉ុន្តែយើងការប្រកួតជើងឯក 3-4 ប្រភេទកីឡាប៉ុន្តែដល់ក្រោយមកយើងរៀបចំជាការប្រកួតកម្រិតហ្គេមមានន័យថាការប្រកួតថ្នាក់ជាតិអញ្ចឹងគឺការចូលរួមគឺផុសផុលមែនទែនគឺ25រាជធានីខេត្តគ្មានខេត្តណាមួយដែលអវត្តមានទេហើយកន្លងមកការប្រកួតចំនួនមេដាយមានតែ4-5ខេត្តទេដែលទទួលបានមេដាយប៉ុន្តែមកដល់ពេលនេះគឺ25រាជធានីខេត្តគឺអាចមានឈានដល់មេដាយសឹងគ្រប់ខេត្តអស់ហើយមានន័យថាគាត់ខិតខំទាំងខេត្តទាំងថ្នាក់ជាតិគឺខិតខំដូចគ្នាអញ្ចឹងគឺចំនួនមេដាយអាចខេត្តណាក៏មានដែរពីមុនមកគឺមានតែប្រហែលខេត្តខាងលើទេឥឡូវគឺខេត្តគាត់ខិតខំដូចគ្នា